បងប្អូននៅក្នុងវិស័យពេទ្យមានជំងឺជាច្រើនដែលកើតឡើងពីចំណីអាហារហើយបងប្អូនមិនដែលបានដឹងនោះទេអាហារ3ប្រភេទហាម class A ក្នុងទូទឹកកកដាច់ខាតខ្ញុំឃើញបងប្អូនអរគ្នាកំពុងតែទុកចំណាប់អារម្មណ៍ខ្លាំងមែនទែនហើយបងប្អូនខ្លះក៏គាត់អត់ដែលស្គាល់ខ្ញុំដែរហើយមានការជជែកហើយក៏ចោទប្រកាន់ថាខ្ញុំនឹងកំពុងបំពុលសង្គមទៀតផងថ្ងៃនេះខ្ញុំចេញខ្លួនមកបកស្រាយជូនបងប្អូនទាំងអស់គ្នាខ្ញុំដើរនៅលើវិស័យសុខភាពនេះប្រហែលជា20ឆ្នាំហើយអញ្ចឹងខ្ញុំមានវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យម្នាក់ដែរថ្ងៃនេះខ្ញុំចង់បកស្រាយជូនបងប្អូនទាំងអស់គ្នានៅលើប្រធានបទដែលខ្ញុំបានចែករំលែកទៅខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រហែលជាខឹងខ្ញុំខ្លាំងត្រង់ចំណុចដែលខ្ញុំនិយាយថាដាច់ខាតហើយបងប្អូនទៅបកស្រាយទៅshareក្រោមរូបភាពផ្សេងៗថាបើសិនដាច់ខាតអញ្ចឹងចង់អ្នកលក់អាហារនៅផ្សារ class C នៅបរទេសដែលគេយកទៅ class C រាប់ខែរាប់ឆ្នាំញ៉ាំទៅនឹងវាប៉ះពាល់អស់ហើយបងប្អូននៅក្នុងវិស័យពេទ្យមានជំងឺជាច្រើនដែលកើតឡើងពីចំណីអាហារហើយបងប្អូនមិនដែលបានដឹងនោះទេជាក់ស្ដែងជំងឺមហារីកមានការស្លាប់ជារៀងរាល់ថ្ងៃក៏វាកើតចេញពីអាហារក្នុងអាហារទាំងអស់នេះវាបំលែងទៅជាកោសិកាខុសប្រក្រតីហើយកោសិកាហ្នឹងក៏វាកើតទៅជា abnormal cell ដែលរីករាលដាលពេញរាងកាយរបស់យើងវិវត្តទៅជាមហារីកលឿនខ្លាំងមែនទែនប៉ុន្តែផ្នែកវិជ្ជាជីវៈពេទ្យយល់ដឹងច្បាស់អំពីជំងឺជាបាលបែបម៉េចធ្វើរោគវិនិច្ឆ័យបែបម៉េចប៉ុន្តែអ្នកមានជំនាញខាងគីមីអាហារការស្រាវជ្រាវនឹងដឹងថាគ្រប់អាហារទាំងអស់វាពិតជាមានសារៈប្រយោជន៍សម្រាប់រាងកាយហើយក៏វាមានការបំផ្លាញទៅលើរាងកាយហើយនឹងធ្វើឲ្យជំងឺរីករាលដាលលឿនបានផងដែរអ្វីដែលខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាបែបដាច់ខាតហ្នឹងបងប្អូនយកទៅប្រើក៏បានមិនយកទៅប្រើក៏បានបងប្អូនយល់ហើយយើងបន្ថយក្នុងការធ្វើបែបហ្នឹងក៏ហិតតែល្អទៅព្រោះដឹងហើយគ្មានទ្រព្យសម្បត្តិណាដែលមានតម្លៃដូចសុខភាពទេករណីដែលយកអាហារដែលសល់ឧទាហរណ៍ថា class A ហ្នឹងម្ដុំយើង class A ហើយ class A ហើយយើងយកមករំលាយវាទៀតហើយរំលាយហើយយើងយកទៅ class A ទៀតហើយ class A ហើយយើងយកមករំលាយទៀតទៅអាហ្នឹងវាខុសគ្នាបងប្អូនអញ្ចឹងបើសិនជាបងប្អូនយល់បែបហ្នឹងលើក្រោយបើថាយើងចង់ class A នៅស្រុកគេបងប្អូនក៏គេកាត់ម្ដុំដែរបើសិនជាមួយថ្ងៃចំអិន200ក្រាមឬក៏2ខាំ3ខាំយកតែ2ខាំ3ខាំហ្នឹងយកទៅ class A ប៉ុណ្ណឹងទៅហើយយកមកចំអិន2 3ខាំហ្នឹងគឺអស់ហើយមិនមែនយកមកគីឡូហើយយកមកលាងទឹកហើយកាត់យកមកខាំហើយយកទៅដាក់ទៀតបងប្អូនសម័យមើលអញ្ចឹងមកពីបងប្អូនអត់បានយល់ហើយខ្ញុំបញ្យល់អត់អស់បញ្ជាក់មកវិញបងប្អូនជ្រើសប្រើក៏បានមិនប្រើក៏បានប៉ុន្តែការស្រាវជ្រាវអាហារដែលខ្ញុំនិយាយខាងលើហ្នឹងវាពិតជាមានផលប៉ះពាល់ទៅដល់សុខភាពខ្ញុំនឹងធ្វើវីដេអូបន្តក្នុងទស្សនវិស័យចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ទូលំទូលាយពីចំណីអាហារដែលវាផ្សារភ្ជាប់នឹងសុខភាពចំណីអាហារដែលធ្វើឲ្យសុខភាពយើងមានជំងឺពីការហូបចុកនឹងអាហារនៅផ្ទះបាយរបស់យើងហើយអាហារក៏វាស្ដារស្ថានភាពសុខភាពអ្នកជំងឺឲ្យឆាប់ជាសះស្បើយពេលដែលគាត់កំពុងព្យាបាលមួយថ្នាំពេទ្យសម្រាប់មេរោគហ្នឹងមេរោគងាប់ទៅប៉ុន្តែបើរាងកាយគាត់បានខ្វះខាតដល់អាហាររូបត្ថម្ភឬក៏អាហារដែលទ្រទ្រង់សាររាងកាយហ្នឹងក៏ធ្វើឲ្យជំងឺហ្នឹងមិនងាយជាផងដែរអញ្ចឹងវីដេអូនេះរៀងវែងបន្តិចហើយក៏ចង់បញ្ជាក់ជូនបងប្អូនទាំងអស់គ្នាផងដែរបើសិនជាមានបញ្ហាចង់សាកសួរពីជំងឺតាក់ទងមួយអាហារញ៉ាំអាហារបែបណាត្រូវមួយជំងឺអីបងប្អូនកុំភ្លេចឆាតចូលនៅក្នុង page Vetra ខ្ញុំរីករាយនៅក្នុងការឆ្លើយតបជូនបងប្អូនទាំងអស់គ្នាដោយក្តីស្រឡាញ់ពីខ្ញុំអ្នកគ្រូសៀវភៅសង្ឃឹមថាឃើញវីដេអូនេះបន្តវេកញែកទៀតក៏បានដែរដើម្បីខ្ញុំបាន content ជាច្រើនមកបកស្រាយជូនបងប្អូនទាំងអស់គ្នាឡើងវិញអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នាចា៎